ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់សត្វដ៏សែនជូតហើយមានលក្ខណៈពិសេសច្រើនយ៉ាងដែលយើងទាំងអស់គ្នាមិនធ្លាប់បានឃើញទេ Axolot ជាកូននាគទូចរស់នៅក្នុងទឹកអំបូរសត្វប្រភេទនេះគឺរស់នៅក្នុងទឹកសាបហើយមានមុខមាត់ដូចជាកូននាគអញ្ចឹងអ្នកទាំងអស់គ្នាវាជាអំបូរ Salamander ប៉ុន្តែវាមានលក្ខណៈពិសេសត្រង់ថាវាមិនមានការវិវត្តពីក្មេងទៅចាស់ដោយ Amphibian ដទៃទៀតនោះទេនេះគេហៅថា Neoteny មានត្រឹមវ័យក្មេងជារៀងរហូត Axolot រស់នៅកន្លែងតែមួយប៉ុណ្ណោះនៅក្នុងពិភពលោកគឺបឹង Xochimilco នៅ Mexico City ឥឡូវនេះវាជិតផុតពូជទៅហើយដោយសារតែបាត់បង់ទីជម្រកទឹកពុលនិងការអភិវឌ្ឍនៃទីក្រុង Axolot មានសមត្ថភាពដ៏អស្ចារ្យបំផុតនៅក្នុងពិភពសត្វវាអាចដោះដៃថ្មីជើងថ្មីដុសកន្ទុយឬសាច់ដុំឡើងវិញសរសៃប្រសាទនិងខួរក្បាលកម្រិតខ្លះក៏អាចដុសឡើងវិញបានផងដែរហើយក៏អាចដុសនៅរន្ធក្រពះបេះដូងនិងមិនបង្កើតស្នាមខូចខាតច្រើននោះទេនេះធ្វើឲ្យ Axolot ក្លាយជា model ពិសោធន៍សំខាន់ក្នុងវិទ្យាសាស្ត្រនៅលើក្បាលរបស់ Axolot ដោះស្លាបដូចជាសត្វនាគអញ្ចឹងវាមានភ្នែកតូចៗមាត់វាដូចជាញញឹមជានិច្ចតែម្ដងខ្ជូតដល់ថ្នាក់ក្លាយជាមេពេញលើបណ្ដាញសង្គម TikTok និង YouTube ព្រោះមុខមាត់ដ៏សែនខ្ជូតនិងភាពចម្លែករបស់វាទោះខ្ជូតពិតមែនប៉ុន្តែសត្វនេះស្ទើរតែឈានទៅដល់ការផុតពូជទៅហើយថ្មីត្បិតតែមិនចេះចាស់ពិតមែនប៉ុន្តែសត្វប្រភេទនេះអាចរស់នៅបានត្រឹមតែ10ទៅ15ឆ្នាំប៉ុណ្ណោះតើ Axolot គឺជាសត្វដ៏គួរឲ្យខ្លាចឬក៏គួរឲ្យស្រឡាញ់សូម comment ខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក